សីហាឆ្នាំ1992មកភ្នំពេញក្នុងឋានៈជាភ្ញៀវផ្លូវរដ្ឋនិងតបតាមការយាងរបស់សម្ដេចព្រះករុណាបរមត្តនកោដ្ឋព្រះនាងបានយាងទតរាជវាំងសារមន្ទីរជាតិវត្តភ្នំសាថ្មីបណ្ណាល័យជាតិមណ្ឌលកុលាបភ្នំឧដុង្គប្រាសាទតាព្រំទន្លេបាទីនិងជុំវិញរាជធានីភ្នំពេញលើកទី2ថ្ងៃទី8ខែមករាឆ្នាំ1993យាងមកទស្សនកិច្ចមន្ទីរពេទ្យនិងសាលារៀននៅក្នុងខេត្តកោះកុងដោយទ្រង់បានជិះកប៉ាល់ចេញពីខេត្តត្រាក់ចូលមកកោះកុងលើកទី3ចាប់ពីថ្ងៃទី12ដល់18ខែមករាឆ្នាំ1993យាងមកភ្នំពេញនិងសៀមរាបដើម្បីសិក្សាផ្ទាល់នៅបណ្ដាបុរាណស្ថាននិងប្រវត្តិសាស្ត្រកម្ពុជាលើកទី4ចាប់ពីថ្ងៃទី1ដល់ទី2ខែសីហាឆ្នាំ1996ទ្រង់ដឹកនាំអ្នករៀនពីសាលាយោធាចុលាចំខ្លៅមកទស្សនកិច្ចស្វែងយល់ប្រវត្តិសាស្ត្រនៅសៀមរាបនិងភ្នំពេញលើកទី5ថ្ងៃទី22ខែមិថុនាឆ្នាំ1999ទ្រង់ដឹកនាំអ្នករៀនពីសាលាយោធាចុលាចំខ្លៅមកទស្សនកិច្ចស្វែងយល់ប្រវត្តិសាស្ត្រនៅប្រាសាទបន្ទាយឆ្មារអង្គរវត្តអង្គរធំលើកទី6ចាប់ពីថ្ងៃទី7ដល់ថ្ងៃទី11ខែកុម្ភៈឆ្នាំ2000មកទស្សនកិច្ចខេត្តសៀមរាបនិងកំពង់ធំលើកទី7ចាប់ពីថ្ងៃទី15ដល់16ខែវិច្ឆិកាឆ្នាំ2000ដឹកនាំក្រុមប្រឹក្សាភិបាលមូលនិធិមកទស្សនកិច្ចក្រុងភ្នំពេញលើកទី8ចាប់ពីថ្ងៃទី16ដល់18ខែឧសភាឆ្នាំ2001យាងមកភ្នំពេញដើម្បីសម្ពោធស្ថានទូតថៃថ្មីលើកទី9ចាប់ពីថ្ងៃទី16ដល់17ខែកក្កដាឆ្នាំ2001យាងមកភ្នំពេញក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋលើកទី10ចាប់ពីថ្ងៃទី21ដល់22ខែឧសភាឆ្នាំ2002យាងមកជាលក្ខណៈឯកជនដើម្បីទស្សនាគម្រោងរៀបចំវិទ្យាល័យរបស់ព្រះអង្គនៅកំពង់ឈើទាលស្រុកសម្បូរព្រៃគោកកំពង់ធំលើកទី11ចាប់ពីថ្ងៃទី9ដល់ទី10ខែវិច្ឆិកាឆ្នាំ2005យាងមកកម្ពុជាដើម្បីសម្ពោធនឹងព្រះរាជទានវិទ្យាល័យកំពង់ឈើទាលនៅស្រុកប្រាសាទសម្បូរព្រៃគោកខេត្តកំពង់ធំលើកទី12ចាប់ពីថ្ងៃទី22ដល់24ខែកុម្ភៈឆ្នាំ2016យាងមករាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនានាដូចជាកំពង់ស្ពឺព្រៃវែងត្បូងឃ្មុំនិងរតនគិរីក្សត្រីសុរិន្ទថងនេះតែងតែគោរពរាប់អានបណ្ដាអ្នកប្រាជ្ញខ្មែរណាស់និងស្រឡាញ់សម្បត្តិវប្បធម៌របស់ខ្មែរណាស់ហើយមានគោលដៅយកជាកម្មសិទ្ធិរបស់ខ្លួនផងដែរពីក្សត្រីជលផនជាប្អូនស្រីរបស់ស្ដេចរាមាទី10បច្ចុប្បន្ននិងជាកូនស្រីពៅរបស់ស្ដេចរាមាទី9ក្សត្រីអង្គនេះគឺមានជំនាញខាងផ្នែកវិទ្យាសាស្ត្រហើយទ្រង់ធ្លាប់មកកម្ពុជាតែម្ដង